បាទចឹងវីដេអូមួយនេះគឺឆ្លើយតបនឹងបងប្រុសហ្នឹងគាត់ចង់ដឹងពីរបៀបបាទចែកกระดาษជា2ឬក៏ជា3អីទៅចឹងឧទាហរណ៍យើងអាចចែកវាជា2ផ្នែកឬក៏ជា3ផ្នែកយ៉ាងបាន3ក៏បាន4ក៏បាននៅក្នុងกระดาษរបស់យើងតែមួយហ្នឹងចឹងពេលយើងចែកយើងអាចបែងចែកវាមានបន្ទាត់ឬក៏អត់បន្ទាត់បានឥឡូវយើងចូលធ្វើទាំងអស់គ្នាចឹងខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាអាចមានអត្ថបទឲ្យទៅដើម្បីយើងងាយស្រួលក្នុងការធ្វើអញ្ចឹងបាទចឹងពេលយើងចង់បានជាcolumn នេះយើងអាចសរសេរអក្សរហើយក៏បានឬក៏យើងអាចចែកឲ្យចាំយើងសរសេរក៏បានដែរដូចតែគ្នាទេឥឡូវឧទាហរណ៍2 paragraph នេះចឹងខ្ញុំចង់បានវាទៅជា2បន្ទាត់sorry ខ្ញុំចង់បានទៅជា2 column ចឹងយើង select ទៅលើ2 paragraph ហ្នឹងណាបាទហើយយើងយកកន្លែងពាក្យថា layout បាទហើយយើងយកកន្លែង column ចឹងបើបងប្អូនមិនចង់បានបន្ទាត់ពុះកដាលចែកពី column មួយទៅ column មួយទេយើងអាចយកកន្លែងនេះបានណាតែបញ្ជាក់យើងអាចប្រើកន្លែងនេះបានលុះត្រាតែយើង select ទៅលើអត្ថបទដែលយើងសរសេរហើយបើយើងអត់ទាន់មានអត្ថបទទេយើងចែកកន្លែងហ្នឹងបាទអត់បានទេបានប៉ុន្តែវានឹង apply ខាងលើនេះតែយកខាងលើវានឹងចូល column ដែរដែលកន្លែងយើងមិនចង់បានហ្នឹងឯងអញ្ចឹងដើម្បីងាយស្រួលខ្ញុំ recommend ឲ្យបងប្អូនអាចសរសេរអត្ថបទទៅហើយមកឥឡូវយក2យើងយក layout ហើយយក column ហើយយក to មកអញ្ចឹងវាចេះជា2ឲ្យយើងបានហើយប៉ុន្តែបើយើងចង់បានបន្ទាត់ពុះកដាលពី column មួយទៅ column មួយបាទគឺយើងអត់ប្រើកន្លែងហ្នឹងទេឧទាហរណ៍ថា3 paragraph នេះខ្ញុំចង់ឲ្យវាទៅជា3 column អញ្ចឹងស្រេចដូចគ្នាអញ្ចឹងចូលឡើងតែហ្នឹង layout column ហើយខ្ញុំយកមក column ចាំបើយើងចង់បាន3យើងរើស3ធម្មតាទៅអញ្ចឹងកន្លែងនេះ line between នេះបើយើង tick គឺវាមានបន្ទាត់ពុះកដាលឲ្យយើងពី column មួយទៅ column មួយបាទអញ្ចឹងកន្លែងនេះគឺគម្លាតពី column មួយទៅ column មួយនេះយើងអាចសេរីតាមនឹងក៏បានឬក៏មិនសេរីក៏បានដែរចាំបើយើងចង់បានច្រើនជាងនេះយើងអាចមើលកន្លែង number of column នេះ3ឬក៏4ឬក៏5អីចឹងទៅបាទបន្ទាប់ពីយើងរើសឲ្យអស់យើងអាចអូខេមកបាទអញ្ចឹងនេះសម្រាប់ដែលយើងមានអត្ថបទហើយអញ្ចឹងរបៀបមួយទៀតបើសិនជាបងប្អូនសរសេរហើយបដាយើងចែក column បដាបាទគឺយើងអត់ប្រើប្រាស់ដូចមិញទេយើងមិនអាចរើសនៅលើនេះបានទេបាទអញ្ចឹងយើងឧទាហរណ៍បងប្អូនសេហើយយើងត្រូវ enter ចោលមែនទេបាទអញ្ចឹងយើងចូលកន្លែង layout ដដែលហើយយក column ដែរហ្នឹងប៉ុន្តែយើងអត់យក2កន្លែង2 column នេះទេគឺយើងត្រូវយកខាងក្រោមបើសិនជាបងប្អូនយកខាងលើនេះអត្ថបទដែលយើងមានទាំងអស់នេះវានឹង apply ចូល column ដូចគ្នាអញ្ចឹងឧទាហរណ៍តែខ្ញុំរើសហ្នឹងឃើញទេអញ្ចឹងវានឹង apply ចូល2 column ដូចគ្នាអញ្ចឹងយើងចូលកន្លែង layout ហើយយក column អញ្ចឹងយើងយកមក column ណាចាំបើយើងចង់បាន2យក2មកបើបងប្អូនចង់បានបន្ទាត់ពុះកដាលបាទ tick មកបើអត់ទេមិន tick ទេអញ្ចឹងមុននឹងយើងអូខេយើងមើលខាងនេះសិនកន្លែង apply to គឺយើងរើសយកពាក្យថា disappoint forward អញ្ចឹងពាក្យថា disappoint forward នេះគឺមានថាយើងធ្វើការចាប់ពី cursor ចុះមកខាងក្រោមបាទខាងលើវាអត់ប៉ះពាល់ទេអញ្ចឹងយើងសាកអូខេមកឃើញទេបាទអញ្ចឹងឧទាហរណ៍យើង copy យកមកអញ្ចឹងយើងចែកហើយយើងអាច copy អត្ថបទនេះខ្ញុំ copy ហើយឃើញទេឧទាហរណ៍ប៉ុណ្ណឹងយើងចង់ទៅឆ្លងទៅសរសេរមក column មួយទៀតអញ្ចឹងបងប្អូនគ្រាន់តែចុច control shift enter មកប៉ុន្តែមុននឹងចុចមើល cursor របស់យើងផងអញ្ចឹង cursor របស់យើងគឺត្រូវតែនៅខាងចុងនៃអត្ថបទរបស់យើងណាបាទអញ្ចឹងយើងចុច control shift enter ដើម្បីឆ្លងទៅសរសេរ column មួយទៀតបាទជាឧទាហរណ៍ខ្ញុំផាសហ្នឹងមួយទៀតមកឃើញទេបាទអញ្ចឹងយើងអាចដំណើរការវាបានហើយអញ្ចឹងមួយទៀតបើសិនជាបងប្អូនចង់បាន1 column វិញឬក៏យើងចង់បាន3 column បាទអញ្ចឹងយើងចែកដូចគ្នាអញ្ចឹងយើងយក layout column ហើយយកមក column មកអញ្ចឹងនេះខ្ញុំយក3បាទឥឡូវខ្ញុំចង់បាន line យើង tick line មកអញ្ចឹងកន្លែងដូចគ្នាគឺយើងរើសយកពាក្យថា disappoint forward ណាហើយចាំអូខេអញ្ចឹងវាចេញជា3អញ្ចឹងខ្ញុំផាវាចូលមកឃើញទេ1ចាំដើម្បីឆ្លងដូចគ្នា control shift enter បាទ2មួយទៀត control shift enter ដូចគ្នាអញ្ចឹង3អញ្ចឹងគឺវាអាចចែកជា3 column ឲ្យយើងបានហើយបាទហ្នឹងបើសិនជាយើងសរសេរបដាធ្វើបដាបាទអញ្ចឹងអាស្រ័យទៅលើបងប្អូនតើរបៀបមួយណាស្រួលជាងអាចធ្វើតាមនឹងបានដូចគ្នាណាមានអត្ថបទមុនក៏បានសរសេរបដាធ្វើបដាក៏បានដែរបាទអញ្ចឹងបើសិនជាវីដេអូមួយនេះមានសារៈសំខាន់សម្រាប់បងប្អូនជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ